បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមានម៉ូតូ today មួយបាទគឺលឺសំឡេងខ្លាំងមែនតើបងប្អូនអរគ្នាបាទចាំមើលខ្ញុំមើលឃើញអត់បងប្អូនបាទគឺលឺសំឡេងខាងប្លុកខ្សែពីរនេះខ្លាំងមែនតើបងប្អូនបាទឥឡូវអត់ដឹងថាវាខូចស្អីទេឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបាទស្ដាប់សំឡេងទាំងអស់គ្នាបាទគឺសំឡេងគេខ្លាំងមែនតើបាទម្ចាស់គាត់គាត់ថាគេជិះទៅបាន30ទេកុងទ័របាទជិះបាន10ខែទេឥឡូវគាត់ស្គាល់បាទលឺស្អីបានតែមូលទៅលឺសំឡេងក្រែតឥឡូវបើចង់ដឹងបញ្ហាយើងចាប់ផ្ដើមមើលទាំងអស់គ្នាបងប្អូនខ្ញុំក៏អត់ដឹងថាលឺស្អីដែរឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបាទហើយសំឡេងគឺលឺចេញពីប្លុកខាងខ្សែពីរបាទខាងប្លុកខាងហ្នឹងយើងចាប់ប្រើម៉ូទ័រដោះខ្សែអ៊ីបន្តិចដើម្បីយើងដោះគោរពខាងខ្សែពីរមកក៏មកវិទើបាទឥឡូវយើងបទូខ្សែមកហើយខាងប្លុកខ្សែពីរហ្នឹងដើម្បីយកគោរពនឹងចេញបាទដើម្បីយកគោរពនឹងចេញយើងសង្កេតមើលតើវាខូចអ្វីបាទវាលឺខ្លាំងម៉េចបាទឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបាទយើងបូខ្សែចេញមកបាទហើយយើងចាប់ផ្ដើមដោះចេញមកហើយបាទយើងអ៊ុតមើលបាទអត់មើលតើបញ្ហាអ្វីបានជាលឺខ្លាំងម្ល៉េះបងប្អូនបាទនេះបាទនេះឃើញបងប្អូនអរគ្នាបាទគឺយើងឃើញហើយបងប្អូនអរគ្នាបាទគឺគោរពនេះឃើញស្នាមគេដល់បងប្អូនបាទគឺសបាទឃើញកន្លែងដៃខ្ញុំចោលហ្នឹងបាទគឺបញ្ហាបងប្អូនបាទឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបាទឥឡូវយើងចាប់ផ្ដើមមើលឃើញហើយបាទឥឡូវតែប្រែជាមានបញ្ហាវិញខែបងប្អូនបាទឥឡូវយើងចាប់ផ្ដើមមើលខាងស្បែកយកក្រោយហ្នឹងបាទប្លុកខាងហ្នឹងឯងបាទបើជាមានបញ្ហាគេជាមួយនឹងគោរពប្រឡងបាទយើងថាគោរពប្រឡងខាងស្បែកយកបាទគោរពខាងស្បែកយកនិយាយយើងខុសទីបងប្អូនបាទឥឡូវចាប់ផ្ដើមយកខ្សែចេញបាទដើម្បីយកប្រឌិតមើលទៀតតើមានបញ្ហាអ្វីបានជាបោលមកគោរពបាទគេជាមួយនឹងគោរពស្បែកយកខាងក្រោយហ្នឹងឥឡូវចាប់ផ្ដើមយកចេញមកក្រៅហើយបាទចាប់កម្មយកចេញមកក្រៅហើយឥឡូវចាប់ផ្ដើមដោះខាងមុខទៀតណាដោះក្របប្លោដោះខ្សែក្របប្លោខាងមុខហ្នឹងយើងប្រឌិតមើលអស់តើមានបញ្ហាអ្វីហើយយកម៉ូទ័រយើងបាទម៉ូទ័រយើងគឺកម្លាំងខ្លាំងដែរដាក់បាច់ត្រៀបចេញមកក្រៅស្រួលណាស់បងបោះខ្សែហើយចាប់ផ្ដើមយកចេញមកហើយបាទតើវាមានបញ្ហាអ្វីបានជាលន់ស្នូខ្លាំងមែនតើបាទចាស់គាត់ថាជិះទៅវាយឺតណាវាអត់ស្លឿនដូចលឿនគាត់ចង់បានបាទឥឡូវដោះចេញមកហើយយើងសង្កេតមើលដល់គ្នាបាទហើយខាងស្បែកយកយើងបាទឥឡូវយើងដោះខ្សែចេញមករួចហើយឥឡូវចាប់ផ្ដើមអត់មើលនេះស្នាមកេតបាទឃើញអត់សជុំវិញ3ហ្នឹងគឺស្នាមកេតបាទចាជាមានបញ្ហាឥឡូវចាប់ផ្ដើមមើលទៅទៀតនេះឃើញបងប្អូននេះគឺដាច់ប៉ាត់ឃើញអត់បងប្អូនបាទគឺដាច់ថាសបាទគឺដាច់ថាសកន្លែងខ្សែពីនបាទគឺដាច់ប៉ាត់ឃើញអត់បងប្អូនបាទដូចជាកន្លងបោះអញ្ចឹងបាទគឺដាច់ប៉ាត់តែម្ដងបាទនេះគឺជាបញ្ហាយើងជិះទៅលន់ណាបាទជិះទៅលន់បាទដោយសារបញ្ហានេះហើយឥឡូវចាប់ផ្ដើមឃើញហើយអញ្ចឹងយើងត្រូវការដូរផ្លាស់ថ្មីមកសំណុំខាងក្រោយហ្នឹងខាងស្បែកយកបាទខាងថាសខ្សែពីនហ្នឹងគឺមកសំណុំខាងក្រោយយើងគឺត្រូវការដូរថ្មីដើម្បីដាក់ទៅឲ្យវាកម្លាំងខ្លាំងទីបងប្អូនឥឡូវនេះគឺជារបស់ដែលយើងដោះមកមិញគឺវាខូចឥឡូវចាប់ផ្ដើមដូរផ្លាស់ថ្មីនៅខាងថាសស្បែកយកយើងមកឈុតផងដែរឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបាទគឺមកឈុតគឺមានបែបនេះបងប្អូនបាទហើយចាប់ផ្ដើមដាក់ចូលទៅវិញហើយគឺថាសឡូខាងមុខគឺយកបានដូរទេដូរតែខាងក្រោយទេដូរតែខាងក្រោយទេបងប្អូនឥឡូវចាប់ផ្ដើមដាក់ខ្សែពីនចូលទៅវិញក្រឹបមូលបន្តិចទៅឲ្យវាចូលដល់ងាមបន្តិចកាលណាមួដល់ចូលងាមវាយើងដាក់ថាសបាទដាក់ថាកន្លែងខ្ញុំដៃដាក់ចូលហ្នឹងទៅយើងមុខខ្សែនេះគឺអត់ចូលស៊ុបទេអត់ស៊ុបទេបងប្អូនបាទគឺវាមានស្ពឺមានងាំវាសម្រាប់ឲ្យយើងមើលផងដែរបាទឥឡូវរួចរាល់ហើយយើងរឹកខ្សែនឹងតឹងមកកាលណារឹតធូរអាចជិះទៅរបូតនិងផ្្លាត់គឺមានបញ្ហាវាឆ្ងាយទៀតដែរឥឡូវដាក់ទៅឡូខាងក្រោយបាទគ្រប់នឹងស្បែកយកតែស្បែកយកគឺស្បែកកន្លងក្រោយហ្នឹងបងប្អូនឥឡូវយើងទៅរឹកខ្សែតឹងដៃមកអត់មានទូទូទេទាំងមុខទាំងក្រោយហ្នឹងបាទរឹកតឹងហើយត្រែតបាទបន្ថែមខាងមុខទៀតខ្លាញ់ស្ទើបាទផ្លុំខ្យល់តិចដើម្បីឲ្យអស់ទូលីបាទដើម្បីអស់ទូលីឲ្យស្អាតតិចឥឡូវចាប់ផ្ដើមគ្រប់ចូលទៅវិញក្រឹបបន្តម្ចាស់គាត់ថាជិះទៅងាងលឺងាងបាទកុំតត្រឹម30ប៉ុណ្្នឹងហើយគាត់ជិះត្រឹម40ត្រឹម50ធ្លាក់មកដល់ត្រឹម30ឥឡូវយកមកដល់ជើងរុនដាក់ឲ្យមកស្អាតទៅវិញបាទធ្វើមកស្អាតជើងគាត់បាទហើយចាំមើលធ្វើរួចជាមួយចង្សាមើលបាទមុននឹងយើងធ្វើរួចនឹងមិនតាន់ធ្វើរួចតើវាមានសំឡេងបែបណាបងប្អូនអរគ្នាចាប់ស្ដាប់ទាំងអស់គ្នាឥឡូវយើងមូខ្សែដាក់រឹងតឹងរួចហើយបាទឥឡូវចាប់ដើមមកស្ដាប់អរគ្នាឃើញបងប្អូនបាទគឺសំឡេងគឺអេមស្មូតល្អណាស់បាទឃើញបងប្អូនបាទគឺខុសគ្នាឆ្ងាយមិនតាន់ធ្វើនឹងធ្វើហើយឃើញបងប្អូនបាទឃើញអត់បាទអញ្ចឹងក៏អរគុណច្រើនបងប្អូនទាំងអស់គ្នាបាទដែលចូលរួមទស្សនារកនៅវីដេអូរបស់ជើងរត់មកដែរបាទហើយសំឡេងបែបនេះបងជាងថ្មីមួយចំនួនខ្លះគឺហ៊ានធ្វើដែរបាទបើបងឲ្យហ៊ានធ្វើទេនៅតែអត់ហ៊ានបងប្អូនបាទធ្វើតតែហ៊ានបើយើងអាចធ្វើ